សួស្តីបងប្អូនទាំងអស់គ្នាបាទនៅពេលនេះយើងចាប់ផ្ដើមនៅក្នុងការរៀននៅមេរៀនជាវីដេអូបាទគឺ EPS Topic 1បាទ EPS Topic 1បាទដែលនៅក្នុងសៀវភៅនេះគឺមានសរុបទាំងអស់60មេរៀនបាទ2ក្បាលបាទហើយនឹងការត្រៀមខ្លួនបាទយើងរៀននៅការអានស្រៈឬក៏ព្យញ្ជនៈកូរ៉េបាទដោយខ្ញុំនឹងសង្ខេបពន្យល់ខ្លីៗពីរបៀបនៅក្នុងការអានបាទមុនពេលយើងចាប់ផ្ដើមចូលទៅមេរៀនទី1បាទតោះអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងតាមមើលមេរៀនទាំងអស់នេះហើយបើសិនណាក្នុងករណីដែលមានចម្ងល់អីអាចផ្ញើសារមកដើម្បីនឹងសួរខ្ញុំបានតោះអញ្ចឹងឥឡូវនៅពេលនេះយើងនឹងមើលជាមួយនឹងគ្នាតោះ Hangul Ikiki បាទការស៊ាំបាទបើនិយាយទៅកន្លែងនេះគេបកប្រែថាការស៊ាំជាមួយនឹង Hangul តោះអញ្ចឹងនៅក្នុងនេះគឺបាយមាន3 Hangul Ikiki 1 2 3តោះទី1គឺផ្ដោតទៅលើស្រៈអញ្ចឹងនៅក្នុងមេរៀននេះយើងនឹងរៀនអំពីស្រៈនៅក្នុងភាសាកូរ៉េបាទតោះអញ្ចឹងមុនពេលយើងរៀនស្រៈយើងមើលអំពី Hangul សិនតោះ Hangul អ្នកណាជាអ្នកបង្កើតឡើងនៅពេលណាតោះនៅក្នុងសៀវភៅរបស់យើងគឺមានសរសេរជាភាសាកូរ៉េតោះគឺបានបង្កើតឡើងបាទនៅក្នុងឆ្នាំ1443ដោយព្រះបាទសេជុងបាទសេជុងថេវ៉ាងតោះហើយបន្ទាប់មកទៀតពីមុនពេលដែលមានអក្សរហ្នឹងគឺគេប្រើប្រាស់តួអក្សរចិនទេបាទអញ្ចឹងហើយទៅព្រះបាទសេជុងហ្នឹងគឺបានបង្កើតនៅអក្សរនៅ Hangul នេះឡើងដើម្បីឲ្យគេដែរ일반 사람들도 쉽게 사용할 수 있는 한글을 창제하게 되었다. ទៅធ្វើឲ្យទ្រង់បានបង្កើតនៅអក្សរនេះឡើងដើម្បីឲ្យមនុស្សធម្មតាបាទប្រជាជនសាមញ្ញហ្នឹងក៏អាចប្រើប្រាស់នៅអក្សរបាទយ៉ាងងាយស្រួលបានដែរបាទអញ្ចឹងកន្លែងនេះគ្រាន់តែគេបញ្យល់អញ្ចឹងមកយើងគ្រាន់តែដឹងទិញទួយទៅបានហើយតោះអញ្ចឹងឥឡូវនេះយើងនឹងមើលជាមួយនឹងគ្នាថាតើការសរសេរហ្នឹងគឺគេរចនាឡើងយ៉ាងដូចម្ដេចតោះទី1គឺតាក់ទងទៅនឹងម៉ូអ៊ឹមតោះម៉ូអ៊ឹមនៅកន្លែងនេះគឺស្រៈម៉ូអ៊ឹមបាទយើងអានថាម៉ូអ៊ឹមតោះស្រៈគឺផ្គុំឡើងដោយ3បាទទី1គឺចុចនេះបាទដែលហៅថា handle មេឃតមកត្រង់បាទព្រោះបើសិនណាយើងនិយាយទៅបើយើងប្រៀបធៀបមានន័យថាជឿបាទថាផែនដីមិនស្មើអញ្ចឹងបាទដីស្មើអញ្ចឹងគេដាក់គូបន្ទាត់ត្រង់បន្ទាត់ផ្ដេកបន្ទាប់មកទៀតមនុស្សឈរចេះបន្ទាត់ឈរបាទបន្ទាត់ឈរបន្ទាប់មកនៅលើមេឃរៀងមូលពីនឹងគេគិតថាមូលអញ្ចឹងគេដាក់រូបមូលនឹងឯងដែលទាំងអស់នោះផ្គុំចូលគ្នាទៅជាព្យញ្ជនទៅជាស្រៈបាទទៅជាស្រៈដែលគេបូកឧទាហរណ៍ដូចជាមកឈរជាមួយនឹងចុចមួយអញ្ចឹងមកបាទចុចមួយឥឡូវហ្នឹងបើប្រៀបធៀបជាមួយនឹងការសរសេរឥឡូវហ្នឹងចុចមួយនេះគឺស្មើនឹងត្រីត្រង់មួយអញ្ចឹងមានន័យថាបើរបៀបនេះគឺស្មើនឹងអាបាទបើសិនចុច2យ៉ាជារបៀបអញ្ចឹងតើនេះគ្រាន់តែគេបញ្យល់ប្រាប់យើងឲ្យដឹងទេថាតួអក្សរទាំងអស់ហ្នឹងគេបង្កើតឡើងយ៉ាងដូចម្ដេចតោះអញ្ចឹងយើងរំលងតែម្ដងបាទហើយបើតាក់ទងជាមួយនឹងឆាអឹមវិញបាទឆាអឹមវិញគឺគេប្រើតួអក្សរគឺតាមការបញ្ចេញសម្លេងនៃប្រព័ន្ធសម្លេងរបស់មនុស្សឧទាហរណ៍ដូចខ្ញុំអញ្ចឹងគឺចេញនៅពីកំពង់កទៅអញ្ចឹងទៅបន្ទាប់មកទៀតមកធីគឹតមកនៅកន្លែងណានៅខាងលើកន្លែងឬមួយក៏មកភៀបបបោមាត់សម្លេងពីបបោមាត់អីចឹងដែលគេចង់និយាយមានន័យថាតួអក្សរទាំងអស់នោះដែលគេធ្វើឡើងហ្នឹងគឺបង្កើតឡើងដោយផ្អែកទៅលើការបញ្ចេញសម្លេងបាទបំពង់សម្លេងមាត់របស់មនុស្សនឹងឯងថាតើសម្លេងដាតរបស់យើងត្រូវនៅត្រឹមណាសម្លេងនៅត្រឹមណាគេបង្កើតតួអក្សរទៅតាមហ្នឹងអញ្ចឹងនៅពេលដែលយើងទៅដល់ឆាអឹមពេលដែលយើងចូលទៅដល់ព្យញ្ជនៈហ្នឹងយើងនឹងមើលលំអិតជាមួយនឹងគ្នាតាក់ទងជាមួយនឹងការបញ្ចេញសម្លេងហ្នឹងដែរតោះអានេះគឺព្យាងបាទអ៊ឹមចលបាទព្យាងដូច្នេះពេលណាព្យាងគឺវាបូកបញ្ចូលគ្នាឧទាហរណ៍វាអាចមានដូចឆើមជាមួយនឹងម៉ូអ៊ឹមបាទឆើម៉ូអ៊ឹមឃើញទេឆើម៉ូអ៊ឹមមកស្រៈoption ជាអ្នកនឹងស្រៈយើងបូកបញ្ចូលគ្នារបៀបអញ្ចឹងបាទដូចនីអឺនណតបូកមួយអាណាមកឬមកកន្លែងនេះណបូកជាមួយនឹងអូ no តោះអញ្ចឹងពីឥឡូវនេះទៅពួកយើងត្រូវចាំថាការប្រកបសម្លេងភាសាកូរ៉េនិងភាសាខ្មែរយើងដូចគ្នាអញ្ចឹងគឺមានស្រៈមានព្យញ្ជនៈបន្តមកទៀតបាទព្យញ្សុំទោសខ្ញុំសេខណាមានព្យញ្ជនៈហើយនឹងមានស្រៈបាទអញ្ចឹងមានន័យថាស្រៈហ្នឹងដូច្នេះពីរហ្នឹងគឺផ្គុំចូលគ្នាទៅជាសម្លេងបាទទៅជាសម្លេងដែលសម្លេងហ្នឹងយើងហៅថាអ៊ឹមចលបាទអ៊ឹមចលតោះអញ្ចឹងតាក់ទងមួយការបញ្ចេញសម្លេងក៏អញ្ចឹងដែរការបូកសម្លេងហ្នឹងយើងនឹងមើលជាមួយគ្នានៅពេលក្រោយអញ្ចឹងយើងមិនមើលនៅកន្លែងនេះទេនាំតែខាតពេលតោះអញ្ចឹងឥឡូវនេះយើងនឹងចាប់ផ្ដើមជាមួយនឹងគ្នាតែម្ដងបាទតាក់ទងទៅនឹងព្យញ្ជនៈទៅនឹងស្រៈដល់នៅក្នុងស្រៈតនៅក្នុងនេះនៅក្នុងភាសាកូរ៉េតហាំងគូកែម៉ូអ៊ឹមតពីឥឡូវយើងទិញតែពាក្យមួយបានហើយប្រយោគផ្សេងទៀតមិនទិញទេម៉ូអ៊ឹមតយើងអានខ្ញុំសរសេរឲ្យបន្តិចហ្មងទៅម៉ូឡងលោតអានេះមករហូតម៉ូអ៊ឹមបាទម៉ូអ៊ឹមដែលយើងបកប្រែថាស្រៈតស្រៈគឺសរុបទាំងអស់មាន21បាទ21នេះគឺគេបែងចែកជា2គឺស្រៈតូលហើយនិងស្រៈផ្សំ
បាទស្រៈតូលហើយនិងស្រៈផ្សំតអញ្ចឹងនៅក្នុងភាសាកូរ៉េនៅកន្លែងគេបូកមកស្រៈបឆឬមួយក៏ស្រៈផ្ដេកមកបឆរបៀបឆអញ្ចឹងបន្តមកផ្ដេករបៀបចេះបាទដែលគេមានបូកចូលគ្នាអញ្ចឹងប៉ុន្តែធម្មតាយើងមិនបែងចែកអញ្ចឹងក៏បានដែរក៏យើងដឹងថានៅក្នុងព្យញ្ជននៅក្នុងស្រៈកូរ៉េគឺមាន21តួដែលក្នុងនោះ10តួគឺស្រៈតូលបន្តមកទៀត11តួគឺស្រៈផ្សំតើស្រៈផ្សំមានន័យគេយកតូលបូកបញ្ចូលគ្នាទៅជាស្រៈផ្សំហីបាទអញ្ចឹងឥឡូវនេះយើងនឹងមើលជាមួយនឹងគ្នាបាទនេះគឺរង្វង់មាត់កាបាទមានរង្វង់មាត់បាទតែពេលដែលយើងអានស្រៈហ្នឹងតែយើងត្រូវធ្វើមាត់របៀបម៉េចបាទអញ្ចឹងដូច្នេះបងប្អូនអាចមើលតាមរូបហ្នឹងហើយរៀនក្នុងការធ្វើមាត់តាមទៅបានហើយតើដូចទី1នេះ e បាទយើងធ្វើមាត់រៀងវែង e តា e តមកក៏វែងដែរ e វែងដូចគ្នាបន្តមកទៀត a o បាទ a យ៉ាគេ a យ៉ាមានចុច2តើលើក្រោយយើងចាំស្រៈពេលណាមានចុច2មាន2ចាំមានត្រេ2ហ្នឹងយើងអានសម្លេងអក្សរយោយើងអានសម្លេងអក្សរយោមក a អានេះយើងបើនេះយើងអាន a អានេះយើងអានថាយ៉ាបាទនេះយើងអាន o អានេះយើងអានថាមិនដែរយោយល់ទេយោមកតមក o បាទនេះ o អានេះយើងអានថាយោអានេះ u យើងអានថាយូដែរតាំងពីអានេះគេអត់ដាក់តាមលំដាប់វាបែបនេះអាយ៉ាអយ៉អូយ៉ូអ៊ូយូអ៊ឺអ៊ីណាគឺរបៀបអញ្ចឹងលំដាប់របស់វាតើនេះគាត់គេប្រាប់យើងថាពេលណាយើងអានព្យញ្ជនស្រៈទាំងអស់ហ្នឹងតើយើងគួរធ្វើរង្វង់មាត់របៀបម៉េចប៉ុណ្្នឹងឯងតើបន្ទាប់មកទៀតនេះគឺជារបៀបសរសេរតោះនៅក្នុងភាសាកូរ៉េពេលណាយើងសរសេរគឺយើងសរសេរទី1សម្រាប់តួអក្សរបញ្ឈរបាទស្រៈបញ្ឈរគឺយើងសរសេរពីលើចុះក្រោមដល់ឧទាហរណ៍ដូច e អញ្ចឹងយើងសរសេរពីណាដែរពីលើចុះក្រោមយល់ទេយើងអត់អាចសេពីក្រោមឡើងលើបានយើងសេពីក្រោមឡើងលើខុសហើយតើបើស្រៈផ្ដេកវិញដល់ស្រៈផ្ដេកវិញគឺយើងសេពីឆ្វេងទៅស្ដាំតើអញ្ចឹងពីឆ្វេងទៅស្ដាំពីលើចុះក្រោមយល់ទេបន្ទាប់មកទៀតមួយទៀតចេះអូមកថាស្រៈអូមកដូចឥឡូវយើងមើលអក្សរនេះយើងអត់ទាន់ចេះអានពិតមែនតើអញ្ចឹងជាធម្មតាពេលណាក្នុងករណីបែបនេះទី1យើងសេព្យញ្ជនៈបន្ទាប់មកទៀតយើងសេស្រៈដែលនៅពីលើហើយយើងរាប់ពីឆ្វេងទៅមុនឧទាហរណ៍ដូចអានេះមាន o អញ្ចឹងយើងពី o យើងសេចុះក្រោមមួយហើយយើងសេមកចេះវេបដេកចេះហើយបាទយើងសេចុងខាងក្រោយនេះ e យល់ទេជារបៀបអញ្ចឹងបាទអញ្ចឹងលើក្រោយតិចទៀតខ្ញុំនឹងប្រាប់ពីរបៀបសរសេរស្រៈទាំងអស់នឹងឲ្យបាទអញ្ចឹងគាត់ថាយើងដឹងពីឥឡូវនេះទៅយើងចាំស្រៈកូរ៉េបើស្រៈបឆយើងសរសេរពីលើចុះក្រោមបើសិនណាជាស្រៈផ្ដេកយើងសរសេរពីឆ្វេងទៅស្ដាំអូខេតោះហ្នឹងណាតើអញ្ចឹងឥឡូវនេះយើងមើលពីរបៀបសរសេរជាមួយនឹងគ្នាតើទី1 e បាទ e តើនេះយើងអានថា e តើ e យើងសេមិនដែរពីលើចុះក្រោម e យល់ទេយើងសេប៉ុណ្្នឹងមកបាន e តើអសល់ប៉ុន្មានពួកយើងចាំរៀនសរសេរខ្លួនឯងទៅតើទី2 a គឺយើងសេចុះក្រោមមួយហើយយើងសេផ្ដេកមួយបាទចុះក្រោមមួយហើយផ្ដេកមួយតើ a លេខ a តើ1 2យល់ទេ1 2ចាតើអញ្ចឹង a តើមកយ៉ាតើដូចគ្នាដូច a អញ្ចឹងយើងសេចុះក្រោមមួយហើយផ្ដេកមួយផ្ដេក2យ៉ាតើចុះក្រោមមួយផ្ដេកមួយផ្ដេក2យ៉ាតើ e a យ៉ាតើពួកយើងចាំតនេះយើងរៀនសរសេរខ្លួនឯងសរសេរលើសភៅសរសេររបស់យើងហាត់សរសេរធ្វើម៉េចឲ្យស្ទាត់ស្រៈនឹងព្យញ្ជនៈទាំងអស់ហ្នឹងដើម្បីពេលក្រោយយើងចាប់ដើមរៀនយើងអានរៀនប្រកបគ្នាតាមពិតការអានភាសាកូរ៉េស្រួលទេអត់ពិបាកទេបាទពួកឯងទៅស្រៈវាមានតិចហើយព្យញ្ជនៈវាមានតិចអញ្ចឹងយើងស្រួលចាំទេធ្វើម៉េចយើងរៀនតែមួយថ្ងៃនឹងទិញឲ្យចាំមកអស់ហើយកុំទុកវាដល់ពេលក្រោយទៀតបាទតើឥឡូវយើងមើលបន្តទៀតតើបើអវិញយើងមើលដោយសារអាផ្ដេកនៅមុខមិនអញ្ចឹងឃើញវានៅមុខឯនៅមុខ e នៅមុខ e អញ្ចឹងយើងត្រូវសេផ្ដេកមុនវិញ1 2អតើយើងអានថាអយើងសប្បាយចិត្តយើងអហ្នឹងអតើដល់យកវិញ2ដូចគ្នាលើយើងដាក់ពីលើចុះមកមុនលើ1 2បន្តមកទៀតត្រង់ឃើញទេ1 2ត្រង់ជារបៀបនេះយបាទយតើបន្តផ្ដេកអីពីឆ្វេងទៅស្ដាំតើបន្តមកអូយើងត្រូវសេអាណាមុនសេពីលើចុះក្រោមមុនលើចុះក្រោមហើយឆ្វេងមកស្ដាំលើចុះក្រោមហើយឆ្វេងមកស្ដាំបាទយើងសេរបៀបអញ្ចឹងតើអូឃើញទេអូដែរតើឥឡូវយើងមើលមួយទៀតតើបើយោវិញយើងសេមិនដែរតាមលេខរៀងរបស់គេឃើញ1 2 3តែយើងសេមិន1 2 3យោណាយោតើបន្តមកទៀតបាទដោយសារអានេះនៅលើអានេះនៅក្រោមអញ្ចឹងយើងសរសេរលើមុនអញ្ចឹងណាបាទតើហើយនឹង u យើងចុច2មកបាទហើយ u បាទយើងសរសេររបៀបហ្នឹងតើអញ្ចឹងលើក្រោយពេលណាយើងសរសេរយើងមើលអ្វីដែលនៅមានន័យថាយើងមើលពីលើខាងលើក្រោមហើយនឹងឆ្វេងស្ដាំ
បើសិនណាជាមានខាងលើខាងក្រោមយើងសេពីលើមកមុនបើសិនណាមានពីឆ្វេងទៅស្ដាំយើងសេពីឆ្វេងទៅមុនចារបៀបអញ្ចឹងដែរតោះអញ្ចឹងអានេះគឺស្រៈបាទស្រៈរបស់វាដែលពួកយើងត្រូវចាំដែលពួកយើងត្រូវចាំតោះប៉ុន្តែពួកយើងត្រូវដឹងថាស្រៈវាមានអញ្ចឹងមែនប៉ុន្តែយើងអត់ដឹងទីតាំងរបស់វាត្រូវអត់យើងអត់ដឹងថាតើគេសរសេរវានៅកន្លែងណាពេលសរសេរជាមួយនឹងព្យញ្ជនៈដូចតែភាសាខ្មែរយើងអញ្ចឹងជាងពេលខ្លះពេលខ្លះយើងសរសេរនៅពីមុខពេលខ្លះយើងសរសេរនៅពីក្រោយពេលខ្លះយើងសរសេរនៅពីលើពេលខ្លះយើងសរសេរនៅពីក្រោមអញ្ចឹងតោះភាសាកូរ៉េក៏អញ្ចឹងដែរអញ្ចឹងយើងត្រូវដឹងទីតាំងរបស់វានៅណាអញ្ចឹងឥឡូវយើងនឹងរៀនមើលទីតាំងរបស់វាម្ដងបាទទីតាំងរបស់វាតោះជាធម្មតាអានេះក៏គេបញ្យល់ប្រាប់យើងថាស្រៈនៅក្នុងភាសាកូរ៉េជាធម្មតាបើសិនណាជាវាអត់មានបូកជាមួយនឹងព្យញ្ជនៈគឺគេដាក់សម្លេងអវងមូលនេះចាក់មួយនឹងចោលហើយអញ្ចឹងពេលណាឧបមាថាដូចគេដាក់អញ្ចឹងគេដាក់អាមកអានេះយើងអានថាអាអញ្ចឹងមានន័យថានេះអត់មានសម្លេងទេយល់ទេអត់មានសម្លេងកន្លែងនេះក៏គេចង់បញ្យល់អញ្ចឹងយើងអត់អីទេយើងរំលងតែម្ដងតោះឥឡូវយើងមើលទីតាំងរបស់វាតោះទីតាំងរបស់វាទី1 e គឺទីតាំងនៅពីក្រោយបាទនៅពីក្រោយព្យញ្ជនៈអញ្ចឹងមានន័យថាឧទាហរណ៍ថានេះអក្សរអៀងអ e យល់ទេ1 2តោះ1 2យើងរៀនសេតាមអញ្ចឹង e តោះ a ក៏អញ្ចឹងដែរ a តោះយ៉ាបាទតោះឥឡូវយើងមើលតទៀតតោះអម្ដងក៏អញ្ចឹងដែរអយ៉តើដោយសារវានៅខាងក្រោមជាងយើងសេអូមុនយើងសេអត់សំឡេងនេះមុនហើយដាក់តើអូក៏អញ្ចឹងដែរអូយើងសេយើងមុនងសំឡេងវងមូលមុនហើយអូវងមូលអូអានេះយើងអានថាអូតែយើងអានថាអូតើមកយោបាទយោយើងត្រូវសេមិនដែរ1 2 3 4ឃើញទេ1 2 3 4 1 2 3 4បាទយើងរៀនសរសេររបៀបអញ្ចឹងយើងធ្វើម៉េចយើងហាត់សរសេរពាក្យព្យញ្ជនៈទាំងអស់ហ្នឹងអស្រៈទាំងអស់ហ្នឹងតើអូបាទអូចឹងមកអូឃើញទេអូតើមកយូណាអូយូដែរតោះអញ្ចឹងយើងរៀនសរសេរបែបហ្នឹងបាទយើងរៀនសរសេរបែបហ្នឹងឲ្យ start ទៅបានហើយតោះអញ្ចឹងស្រៈតូលមានតែប៉ុណ្្នឹងទេអញ្ចឹងយើងទិញតែ10តួនឹងឲ្យចាំទៅលើក្រោយយើងអាចអានប្រកបបានហើយយើងប្រកបពេលណាយើងចេះព្យញ្ជនៈមកពាក្យមកព្យញ្ជនៈមកតួមកយើងបូកជាមួយនឹងស្រៈហ្នឹងទៅយើងអាចប្រកបទៅជាសម្លេងបានហើយការប្រកបអត់ពិបាកទេស្រួលមែនទែនបាទអញ្ចឹងពួកយើងរៀនប្រកបទៅបានហើយតោះអញ្ចឹងឥឡូវយើងសាកល្បងក្នុងការហាត់អនុវត្តជាមួយនឹងគ្នាតើយើងហាត់អនុវត្តនៅកន្លែងនេះគឺយើងមានស្ដាប់យើងមានស្ដាប់តើនៅកន្លែងនេះគេឲ្យយើងស្ដាប់ហើយអានតាមបាទស្ដាប់ហើយអានតាមអញ្ចឹងខ្ញុំនឹងចាក់ឲ្យស្ដាប់បន្ទាប់មកទៀតពួកយើងរៀននៅក្នុងការអានតាមបាទយើងស្ដាប់ហើយយើងថាតាមទៅបានហើយណែតើខ្ញុំចាក់ទៅហើយ1번 잘 듣고 따라하세요. 1 아 어 오 우 으 បាទអញ្ចឹងកន្លែងដាក់លើសម្លេងនេះយើងអានតាមទៅ 오 아 어 우 이 បាទយើងសាក់ថាតាមយើងថាតាមសម្លេងដែលអានហ្នឹង3 야 여 요 유 4 요 야 여 유 បាទតោះអញ្ចឹងរបៀបអានយើងធ្វើម៉េចយើងស្ដាប់ហើយយើងរៀនថាតាមធ្វើម៉េចឲ្យយើងស្ទាត់ជាមួយនឹងស្រៈទាំងអស់ហ្នឹងតោះទី2នៅកន្លែងគេឲ្យយើងធ្វើចេះឆាលឬកោបាទគេឲ្យយើងស្ដាប់ហើយម៉ាន់នឹងក៏សិលគ្រូឬសេវបាទរួចហើយជ្រើសរើសសូមជ្រើសរើសចម្លើយដែលត្រឹមត្រូវម៉ាន់នឹងក៏ដែលត្រឹមត្រូវគ្រូឬសេវសូមជ្រើសរើសតើគេឲ្យស្ដាប់ហើយជ្រើសរើសចម្លើយដែលត្រឹមត្រូវអញ្ចឹងគេអានមាន2បាទមាន2អញ្ចឹងក្នុងគេអានមកសម្លេងក្នុងចំណោម2នេះយើងជ្រើសរើសយកមួយទៅត្រូវហើយតើឥឡូវពួកយើងសាកល្បងក្នុងការជ្រើសរើសជាមួយនឹងគ្នាខំមានតា 2번 잘 듣고 맞는 것을 고르세요. 1 아 តមួយណាដែរទី1បាទ
តឥឡូវយើងចូលទី2 이, 우, តទី2គេដែរទី2ទី2អ៊ូបាទអ៊ូដែរតបន្តមកទៀតទី3 3, 5, តទី3សំលេងគេដែរអូបាទយើងកំឡុងខាងមុខអខាងក្រោយអូតបន្តមកទី4 4, 4, 야, តទី4មួយណាដែរទី4តវាមានអាដូចគ្នាមិនចឹងប៉ុន្តែមានចុច2យើងអានសំលេងសយោអញ្ចឹងយ៉ាមិនគេអានយ៉ាអញ្ចឹងយ៉ាតលេខ5 5, តលេខ5មួយណាដែរអូបាទអូអាចវិសារិសបាទសុំទោសបាទតលេខ5យោតឥឡូវយើងស្ដាប់មួយចុងក្រោយ 요, 6, 유, 요, បាទតអញ្ចឹងឥឡូវនៅពេលនេះយើងស្ដាប់លេខ5ជាមួយនឹងគ្នាលេខ5តលេខ5ហ្នឹងតើពិតភាសាកូរ៉េយើងអានថាអូនឹងលេខ5អញ្ចឹងពេលណាមុនពេលគេអានអាហ្នឹងគេអានលេខ5គេសរសេរគេអានលេខ5ឲ្យយើងមុនរួចហើយមិនគេអានពីឲ្យយើងតើលេងស្ដាប់ទាំងអស់គ្នា 5, 6, តើមានលេខ5អីគេដែរអូមិញគេអីគេដែរយោបាទយោតើនឹងមួយចុងក្រោយ 6, 유, តោះមួយចុងក្រោយគេដែរលេខ6បាទ you ដែរតោះនេះគឺផ្នែកស្ដាប់បាទទី2តើឥឡូវយើងស្ដាប់ទី3តើទី3គេឲ្យយើងធឺតកោស៊ុនសតេរ៉ូគឺចារយើងយកហាសេយោបាទគេឲ្យយើងស្ដាប់ហើយគូសបន្ទាត់បាទពីគេអានអាណាមុនយើងចាប់ផ្ដើមពីណាទៅមុនអញ្ចឹងយើងគូសអញ្ចឹងណាយើងគូសរួចហើយគេសួរថាតើមូស៊ឹងគ្រីមរូបអីគេអញ្ចឹងយើងសាកស្វែងរករូបនឹងឲ្យឃើញតើអញ្ចឹងឥឡូវនេះយើងស្ដាប់ជាមួយនឹងគ្នាបាទយើងស្ដាប់ជាមួយនឹងគ្នា 3번. 듣고 순서대로 글자를 연결하세요. 무슨 그림이에요? 우, 아, 여, 이, 으, 우, តើពួកយើងទាំងអស់គ្នាចេញរូបដូចខ្ញុំអត់បាទមុសិនគ្រីមីអេផ្យល់គ្រីមីផ្យល់បាទគឺរូបផ្កាយបាទរូបផ្កាយភាសាកូរ៉េយើងអានថាផ្យល់បាទអញ្ចឹងយើងស្ដាប់ទៅយើងគូសផ្គងមកចេញរូបផ្យល់ហ្នឹងហើយណាតើបន្តមកទៀតចុងក្រោយនៅកន្លែងនេះលេខ4នេះគេឲ្យយើងស្ដាប់ហើយឲ្យយើងសរសេរបាទឲ្យយើងសរសេរ Hangul តើអញ្ចឹងខ្ញុំចាក់ឲ្យម្ដងរួចហើយយើងសាករៀនសរសេរតាមបាទយើងសរសេរតាមនឹងទៅបាទយើងសរសេរតាមនឹងទាំងអស់គ្នាតែខំយីតា 4번. 잘 듣고 들은 것을 한글로 쓰세요. 1, 2, 2, 5, 3, 아이, 4, 오이, 5, 우유, 6, 여우,
តើយើងមើលពាក្យទាំងអស់ហ្នឹងបាទអញ្ចឹងពាក្យទាំងអស់ហ្នឹងពួកយើងត្រូវធ្វើម៉េចឲ្យចាំតែមានរូបនៅក្បែរហ្នឹងខ្ញុំជឿថាពួកយើងអាចដឹងថានឹងគឺចង់និយាយពាក្យតើ E លេខ2 O បាទ O លេខ5 I E I យើងអានជាប់គ្នា I កូនក្មេងតើមក OI បាទ OI ហ្នឹងយើងបកប្រែថាត្រសក់បាទផ្លែត្រសក់តើ UU ទឹកដោះគោ YU បាទគឺសត្វកញ្ជ្រោងបាទសត្វកញ្ជ្រោងដែរតើអញ្ចឹងនៅត្រឹមនេះគឺផ្នែកទី1របស់យើងតើឥឡូវយើងបន្តមួយទៀតបាទមួយអំពីយើងមួយអំពីនៅកន្លែងនេះខ្ញុំស្រៈទី2នេះគឺស្រៈផ្សំបាទស្រៈផ្សំមានពីរបញ្ចូលគ្នាតើយើងមើលជាមួយនឹងគ្នាបន្តិចបាទគឺរបៀបនេះគេដាក់ឧបមាថា A មួយ E ចូលគ្នាអញ្ចឹងណា A E ចូលគ្នាអញ្ចឹងមក O E យ៉ា E យ៉ E O A U O U E O E O A U A E ជារបៀបអញ្ចឹងយល់ទេគេណាពេលផ្សំបញ្ចូលគ្នាអញ្ចឹងអាហ្នឹងគេហៅថាស្រៈផ្សំអញ្ចឹងស្រៈផ្សំគឺមានចំនួន11តួតើយើងមើលនៅកន្លែងនេះតើទី1 A អានេះយើងអានថា A តើសំឡេងពីរនេះដូចគ្នាអញ្ចឹងសំឡេងវាពីរនេះដូចគ្នាគាត់ថាដោយសារចេះ A ខាងលើនេះគឺ A E អញ្ចឹងយើងធ្វើមាត់ A សិន A ឬយើងអានឲ្យចេញសម្លេងយើងធ្វើមាត់ A ហើយអានសម្លេងអក្សរ A យល់ទេបើអានេះវិញ O យើងធ្វើមាត់ O ហើយយើងអានសម្លេងអក្សរ A វារបៀបអញ្ចឹងវាខុសគ្នាតែបន្តិចប៉ុន្តែបើជាធម្មតាពេលណាយើងអានទៅគឺវាអត់មានលក្ខណៈខុសគ្នាប្រហែលទេសំឡេងគឺស្រដៀងគ្នាអញ្ចឹងតើអញ្ចឹងអានេះយើងអានមិនយើងធ្វើមាត់ A សិន A ហើយយើងអានសម្លេងអក្សរ A បន្ទាប់មកយើងធ្វើមាត់ O ឃើញមាត់ទម្រង់មាត់រៀងខុសគ្នាបន្តិចណា A O A ជារបៀបអញ្ចឹងណាតើបន្តមក Yeah អានេះចុច2អញ្ចឹងយើងអានយកមិនអញ្ចឹង Yeah តើអានេះ Yeahតើបន្តមក OR តើយើងអាន OR យើងអានឲ្យលឿនមក OR តើយើងអានវ៉ាតើជាធម្មតាពីបញ្ជួរនេះទៅយើងអានសម្រាប់អក្សរវទាំងអស់បាទវ៉ាអានេះវ៉ាវអឃើញ UR យើងអាន UR ឲ្យលឿនមក UR តើ UI យើងអានថាម៉េចដែរយើងអានឲ្យលឿនណា V តើ OE យើងអានថា Where តើអញ្ចឹងអានេះយើងអានថា V អានេះយើងអានថា Where បាទ Where តើអានេះក៏យើងអាន Where តើនៅក្នុងពាក្យយើងអាន Where មាន3បាទអានេះ Where អានេះ Where តើ3នេះយើងអាន Where ដូចគ្នាអញ្ចឹងពួកយើងការបញ្ចេញសម្លេងគឺដូចគ្នាទាំង3ពាក្យហ្នឹងដែលយើងអានមិនក៏បានយើងអាន Where ដូចគ្នាបាទយើងអាន Where ដូចតែខ្មែរយើងអញ្ចឹងមិនដូចសអ៊ីយើងមានសអាគោដាក់សអាយើងអានអ៊ីអញ្ចឹងទៅកដាក់សអ៊ីយើងអានអ៊ីអញ្ចឹងសម្លេងដូចគ្នាអញ្ចឹងជារបៀបអញ្ចឹងបាទតើមកអ៊ីតើអ៊ីអានេះអានអ៊ឺបាទអ៊ឺណែតើអញ្ចឹងទាំងអស់នេះគេហៅថាស្រៈផ្សំដែលមានគេផ្សំវាបញ្ចូលគ្នាចាប់ពី2ឡើងទៅដាក់វាបញ្ចូលគ្នាអាហ្នឹងស្រៈផ្សំអញ្ចឹងស្រៈផ្សំគឺមាន11តួតើឥឡូវមិញតែសាមិញយើងរៀនស្រៈតូលពីរបៀបសរសេរហើយអញ្ចឹងឥឡូវយើងសាក់លបងឥឡូវយើងនឹងចូលទៅដល់កន្លែងសរសេរឥឡូវយើងចង់ឲ្យពួកយើងសាក់មើលទៀតបើសិនយើងចង់សរសេរ A យើងសរសេរពីណាទៅមុនដែរតើមិញដូចខ្ញុំនិយាយអញ្ចឹងមានន័យថាពេលណាយើងសរសេរអក្សរយើងមើលបើវាមានពីលើមកក្រោមយើងសរសេរពីលើមកក្រោមមុនយល់ទេបន្ទាប់មកទៀតបានយើងសរសេរពីឆ្វេងទៅស្ដាំចាតើឧទាហរណ៍ដូច A E អញ្ចឹងយើងសរសេរមិនដែរតើ A មុនអញ្ចឹងយើងសរសេរ1 2តើមកយើងថែម E មកត្រូវហើយវាអញ្ចឹងតើអញ្ចឹងទំព័របន្ទាប់គឺនិយាយអំពីរបៀបសរសេរហ្នឹងហើយតើ A ឃើញទេគេសរសេរ1 2 3 1 2 3 1 2 3 A តើនេះក៏ដូចគ្នាចឹងតែនេះយើងសរសេរខាងមុនវិញយើងសរសេរខាងមុខមុនវិញ1 2 3 1 2 3តើ1 2 3តើបើចាំយ៉ែក៏អញ្ចឹងដែរយ៉ែសរសេរអានេះមកមុនហើយចុច2មកយ៉ាសិនបន្ទាប់យើងថែម E ឃើញទេយ៉ា E យ៉ែតើយ៉យ៉ែកន្លែងអញ្ចឹងយើងសរសេរយ៉មុនហើយ E យ៉ E ដែរយ៉ែទៅចុះយល់ទេណាតើរបៀបសរសេរខ្ញុំគិតថាមិនពិបាកទេធ្វើម៉េចយើងទិញពាក្យឲ្យចាំបានទិញស្រៈទាំងអស់នោះចាំអញ្ចឹងថ្ងៃនេះទុកពេលឲ្យពួកយើងមួយថ្ងៃបាទដើម្បីទិញស្រៈទាំងអស់ហ្នឹងហើយនៅថ្ងៃបន្ទាប់បាទនៅមេរៀនបន្ទាប់យើងនឹងរៀនតាក់ទងទៅនឹងព្យញ្ជនៈម្ដងបាទអញ្ចឹងតែ3ថ្ងៃទេយើងរៀនតែ3ដងទេបាទស្រៈព្យញ្ជនៈហើយនឹងរបៀបប្រកបបាទជាមួយនឹងគេហៅផាត់ឈីមបាទពាក្យតម្រដែលយើងប្រើនៅខាងចុងសំឡេងហ្នឹងអញ្ចឹងខ្ញុំមានបញ្យល់3ដងហ្នឹងបាទពួកយើងនឹងចេះអានទាំងអស់គ្នាហើយតើបន្តមកទៀត OR បាទយើងត្រូវសេ O មុនបាទ O ហើយ A ឃើញទេ OR តើ O A បាទបន្តមក V អវអញ្ចឹង U ហើយ O U O តើយើងចាំ U O យើងត្រូវសេU ហើយ O នៅខាងក្រោមចេះយល់ទេរបៀបអញ្ចឹងយើងអត់អាចសរសេរមក U ហើយ O នៅខាងលើចេះអត់បានទេ
Dạ. Và còn chẳng đây, và còn chẳng mà dương sẽ ô hơi. À, dương ọt aiจะ say ô hơi a nó khổngจะให้ọt bà này. Dạ lên chân dương mơ tùm rung so bọc kỳ. Bà mưa so bọc kỳ dương riêng thưa mình tên nhảy trăm là biệt C chẳng. Tỏ ví. Ta dương sẽ ô hơi y. Ta ô y vì. Ta đâu vé ô y chẳng thể làm này ô y về. Đây. Tỏ bắt tọa mau tiết về cái này cho nên ô đá ô hơi tỏ dân sẽ muốn muốn làm những y mình chẳng hết là biết sẽ tả đại thì đôi khi chẳng ô y thấy nhá ô y về tỏ về đấy còn cho nên o y về tỏ nên trong cái y tỏ chẳng bên này dân riêng sẽ xóm đi dân sẽ dân thôi mới chăm tụ so với sân và tọa máu thiết tí ở đây dân thời chăm mấy cái đấy tí tăng bộ việc thật ta viết trừ sẽ xây nơi cái này ná nơi bây là miền xuyên chỉ nè tạm chẳng là lấy dân được mới tí tăng bộ việc cho mùi này kia tạm thì mùi cứ nó hàng cào mà đuổi chứ thêm tại y máu nhé muối pí bảy tại này còn cho nó muối pí bảy bò dè với dè tại dè này muối pí bảy để biếm chứ. Ta tập bản này để sao phụ dương đăng lập biếm sẽ hay trong ở trong video là nâng du tê nằm bay cầm ao dương khát pe cho mùa nâng chẳng có dương đăng lập biếm sẽ dương hạt sẽ luôn ai xòm riêng sẽ nó tè riêng sẽ nó tè luôn này cho bà họ nâng tới bà này tàu mà tiện tàu vá dương trăm vá riêng của bạn thì tàu tim mũi dương sẽ sẵn được option chỉ nhẹ nơi môn hết option chỉ nhẹ hết tàu mà sợ ấu rồi hay sợ tàu cho thì tăng có viên được nào đấy option chỉ nhẹ tàu thì tăng có viên được lại nhé muối pí 7 chỉ biếm chân mà thà chuyên chỉ đại đã có cho chân dương sở xây chẳng khởi nhé tí tăng viết cái đằng chân mà đã nó chỉ biếm chẳng rồi đấy chân cứ tí tăng viết cái nơi lại như này hòa bà vá tàu vó biếm chẳng pi lơ đái bị khó một bật chẳng tới bà vò tàu vì là ví o u i tới nhầm xin là đi mở sủi mơ đấy vì là vì sẽ biểu muối pí 7 tàu vé o hay o rồi hay y nhé về là về này là biệt sĩ chẳng tới bà đấy tàu mà tiết về đi còn chẳng này tàu về muối pí 7 thấy nhé muối pí 7 về tàu về thằng nó còn cho nên sẽ hay u hay chứ nhé cái u tàu yếng y tàu yếng thôi mấy riêng xe năng thôi mà chơi xe bà này tàu thế xinh đã nèตอนจะระเบียบเซปนะเลยยังซึบជាមួយនឹងគ្នាបន្តិចបាទយើងซึបជាមួយនឹងគ្នាទេយើងបញ្ចប់មេរៀនរបស់យើងតែម្ដងតើនៅកន្លែងនេះឆាទៅកូតារ៉ាហាស៊ីអូតើអញ្ចឹងនៅកន្លែងនេះគេឲ្យយើងស្ដាប់ហើយអានតាមបាទគាត់យើងស្ដាប់ហើយអានតាមទៅបានហើយអញ្ចឹងយើងអត់មានត្រូវធ្វើអីទេដំបូងគឺយើងស្ដាប់ហើយអានតាមសិនបាទតើអញ្ចឹងឥឡូវពេលនេះយើងស្ដាប់ជាមួយនឹងគ្នា 1번 잘 듣고 따라하세요. 1. 에, 예, 와, 워. tao nước lại đi phụ dân tha ta mới chắc cái lại trở lọt cho dân tha ta mới nè 2. 위, 의, 와, 왜. 3. 워, 에, 예, 의. 4. 왜, 와, 에, 예. tỏ chân dương mơ dương thôi mà dương riêng tha tam anh đang tới ao dương start cho môi nó sầm lên từng on năng tỏ lên chỗ đó là pí ba là pí cái ao dương đạp hai chưa rửa pí để trầm trời tao miên lệ môi năng lệ pí ba lệ môi năng lệ pí cho dương đạp cho môi năng khía 2번 잘 듣고 맞는 것을 고르세요. 1. 에, tỏ lịch mùi ilbon anh rương mùi có ilbon tỏ thì mùi còn gì thằng mày đấy bà tỏ lên chỗ đó là pí 2. 왜, tỏ là pí cái đấy là pí bà là pí này cái này về bà vé tỏ khỏi đi ăn thảo vò
wherever អញ្ចឹងយើងកុំច្រឡំសំឡេងគ្នាតលេខ3 3 weបាទតនៅកន្លែងនេះគឺ v បាទអញ្ចឹងកន្លែងនេះគេដាក់លេខ4បាទគេដាក់លេខ4បាទតែប៉ុតមិនលេខ4ទេលេខ3បាទលេខ3ទេតនៅមួយចុងក្រោយ 4 wa តហើយនៅមួយចុងក្រោយគេសារនៅកន្លែងលេខ4បាទអញ្ចឹង1 2 3 4អញ្ចឹងវ៉ានេះយើងអានថាវ៉ាបាទវ៉ាតអញ្ចឹង e we we វ៉ាអូខេតអញ្ចឹងពួកយើងត្រូវទាំងអស់គ្នាណាតនៅកន្លែងលេខ3នេះគេឲ្យយើងស្ដាប់ឲ្យគូសរូបទៀតហើយបាទចាប់ផ្ដើមពីគូសផ្គងពាក្យទាំងអស់ហ្នឹងឲ្យចេញរូបអីគេដែលយើងសាក់លបងគូសជាមួយគ្នាអញ្ចឹងធ្វើជាមួយខ្ញុំអញ្ចឹងពួកយើងគ្រាន់តែស្ដាប់ឲ្យយើងរៀនគូសតាមមើលបាទហើយរួចចាំពេលចប់ភ្លាមផ្ទៀងផ្ទាត់មួយរូបរបស់ខ្ញុំតើដូចគ្នាឬមួយក៏អត់ដែរតោះខំនេះដែរ 3번. 잘 듣고 순서대로 글자를 연결하세요. 무슨 그림이에요? 위 여우 에 의 와 오이 위 បាទតោះមិនដែរពួកយើងចេញរូបដូចខ្ញុំអត់ចេញរូបដូចគ្នាអត់បើមិនសិនណាចេញរូបដូចគ្នាត្រូវហើយតែបើសិនណាជាអត់ចេញរូបដូចគ្នាទេគឺអត់ត្រូវទេបាទអញ្ចឹងយើងសាក់លបងដែលយើងរៀនស្ដាប់ធ្វើម៉េចពីឥឡូវយើងរៀនស្ដាប់ម្ដងមួយពាក្យទាំងអស់ហ្នឹងដែរតោះហើយនឹងចុងក្រោយនៅកន្លែងនេះគេឲ្យយើងស្ដាប់ឲ្យសរសេរ Hangul បាទស្ដាប់ឲ្យសរសេរ Hangul តោះអញ្ចឹងឥឡូវយើងស្ដាប់ឲ្យយើងសរសេរទៅសរសេរបានប៉ុណ្ណាយកប៉ុណ្ណឹងបើអត់បានទេចាំផ្ទៀងផ្ទាត់មួយខ្ញុំក៏បានដែរ 4번. 잘 듣고 들은 것을 한글로 쓰세요. 1 예 2 와 3 왜 4 와요 5 외워요 បាទតោះយើងសរសេរមកបានប៉ុណ្ណាដែរបានទាំងអស់អត់តែប៉ុន្តែដំបូងយើងប្រហែលជាអាចប្របាក់ស្ដាប់បន្តិចយើងទ្រាំបន្តិចទៅលើក្រោយយើងអាចស្ដាប់ហើយយើងសរសេរតនហើយតោះទី1 yeah តើ yeah នៅកន្លែងនេះបាទភាគច្រើនមនុស្សប្រុសពេលឆ្លើយ yeah បាទតើវ៉ាពេលយើងខ្ញុំบอกវ៉ារបៀបអញ្ចឹងតោះហើយ where បាទ where នេះយើងបកប្រែថាហេតុអីបាទហេតុអី where តើ why you បាទ why you នឹងមកបាទមកតើហើយនេះចុងក្រោយ where were you តើ where were you បកប្រែថាទុនទិញបាទទុនទិញពេលយើងទិញពាក្យទិញបាទទិញគៀវនេះអឿនអាយ៉ាអយោអូយោអ៊ឺអ៊ីអីចឹងណាតើយើងទិញរបៀបហ្នឹងអាហ្នឹងយើងប្រើពាក្យថា where were you បាទតោះអញ្ចឹងសម្រាប់មេរៀនបាទទី1របស់យើងនៅក្នុងកន្លែង Hangul Ikiki 1របស់យើងគឺបញ្ចប់ត្រឹមនេះបាទអញ្ចឹងសង្ឃឹមថាក្រោយពេលចប់មេរៀននៅក្នុងវីដេអូនេះសូមបងប្អូនទាំងអស់គ្នាទិញបាទទិញស្រាក់ទាំងអស់នឹងឲ្យចាំបាទទិញស្រាក់ទាំងអស់នឹងឲ្យចាំបាទហើយយើងនឹងជួបគ្នានៅវីដេអូបន្ទាប់ដែលយើងរៀនព្យញ្ជាអ្នកម្ដងបាទអរគុណច្រើនមែនតើបាទហើយជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ